ចាស់ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកសង្ខេបមេរៀនទី3ដែលសិក្សាអំពីការវិតម្លៃផ្នែកចំណេះដឹងនិងដំណើរការរបស់បញ្ញាបន្តមកការវិតម្លៃសិក្សាដែលមានចម្លើយជាក់លាក់តែមួយសេចក្តីស្ដាមការវិតម្លៃដែលអាចទុកចិត្តបានជាមួយនឹងការពណ៌នាច្បាស់នៅសម្បទាសិក្សារំពឹងទុករបស់សិស្សសម្បទាដែលចង់បាននេះជាលទ្ធផលពីការសិក្សារបស់សិស្សនិងប្រយោជន៍ច្បាស់នៃលទ្ធផលរំពឹងទុកមេរៀននេះគឺចង់ឲ្យយើងចេះដឹងនៅការបង្រៀននិងរៀនទៅការពិនិត្យមើលឡើងវិញនៅឥទ្ធិពលដែលជាឥទ្ធិពលលើការសិក្សានិងការវិតម្លៃរបស់សិស្សគឺយើងអាចឲ្យសិស្សអាចយល់ដឹងថាយើងត្រូវត្រៀមខ្លួនសម្រាប់ដំណើរផ្សេងមានចក្ខុសម្បត្តិលើពីចំណេះដឹងឯកទេសចំណែកការគោលដៅអប់រំគឺជាផ្នែកកណ្ដាលនៃការអប់រំចំណែកវត្ថុបំណងនៃការអប់រំគឺជាស្នូលនៃការអប់រំហើយគោលដៅចម្បងនោះគឺការអនុវត្តចុងក្រោយបន្តមកលទ្ធផលសិក្សារបស់សិស្សគឺយើងរំពឹងទុកថាគឺជាលក្ខណៈវិនិច្ឆ័យមួយជ្រើសរើសសម្ភារៈឧបទេសត្រឹមត្រូវតាមខ្លឹមសារមេរៀននិងការអភិវឌ្ឍការបង្រៀននិងរៀនការធ្វើតេស្តនិងការប្រឡងលទ្ធផលសិក្សាត្រូវតែស្តង់ដារគោលបំណងនៃការរំពឹងទុកគឺមួយទៀតលក្ខណៈវត្ថុបំណងគឺលក្ខណៈវិនិច្ឆ័យលទ្ធផលសិក្សារំពឹងទុកក្នុងពេលមួយសិក្សាបន្តមកទៀតតំណែងរវាងគោលដៅវត្ថុបំណងទូទៅនៃវិជ្ជានិងលទ្ធផលសិក្សារំពឹងទុកក្នុងមួយពេលសិក្សាគោលបំណងការអប់រំមានចែកចេញជា3ចរិយាពុទ្ធិចលនាបន្តមកគឺស្តង់ដារនោះគឺជាវត្ថុបំណងទូទៅបន្តមកយើងសម្រេចបានលទ្ធផលសិក្សារំពឹងទុកក្នុងមួយពេលសិក្សាគោលបំណងនៃការអប់រំគឺជាប្រយោគទូទៅអំពីលទ្ធផលរបស់សិស្សដែលទទួលបានក្រោយចប់មេរៀនឧទាហរណ៍ការយល់ដឹងរបស់សិស្សការរៀនដោយឯករាជ្យការលើកពស់បំណិនទំនាក់ទំនងជាដើមបន្ទាប់មកគឺស្តង់ដារគឺជាប្រយោគអំពីអ្វីដែលសិស្សគួរដឹងនិងសិស្សធ្វើបានក្នុងខ្លឹមសារមេរៀនបន្តមកទៀតគឺវត្ថុបំណងនៃការអប់រំគឺជាប្រយោគនៃការអនុវត្តជាក់ស្ដែងដែលគួរបង្ហាញនៅចុងមេរៀននីមួយៗដូចជាសង្ខេបគំនិតនៃអត្ថបទសរសេរចំណងជើងនៃអត្ថបទពន្យល់ដំណើរការរស្មីសំយោគជាដើមបន្ទាប់មកទៀតវត្ថុបំណងនៃការបង្រៀនគឺជាលទ្ធផលរំពឹងទុកឬសមត្ថភាពអ្នកសិក្សាដែលទទួលបានពីការបង្រៀនហើយត្រូវបញ្ចប់ក្នុងកម្មវិធីមួយដែលអាចសង្កេតនិងវាស់វែងបានការវិតម្លៃមានចម្លើយជាក់លាក់តែមួយគឺជាមធ្យោបាយវាស់វែងដោយការធ្វើទម្រង់សំណួរជាច្រើនដើម្បីតេស្តលទ្ធផលឬសមត្ថភាពផ្សេងៗរបស់អ្នកសិក្សាទម្រង់សំណួរដែលរួមមានការបំពេញចន្លោះពហុសំណួរត្រូវខុសឬសំណួរគួរកងសំណួរបំពេញចន្លោះជាដើមប្រភេទនៃការវិតម្លៃក្នុងថ្នាក់រៀនគឺមានដូចជាការដាក់ចម្លើយកខខការបំពេញចន្លោះសំណួរពហុចម្លើយការគូរកងការសំណួរបែបខ្លីៗដូចជាបំពេញចម្លើយខ្លីបំពេញចន្លោះបំពេញរូបភាពនិងបង្ហាញចម្លើយផ្សេងប្រភេទការវិតម្លៃក្នុងថ្នាក់បំពេញមួយទៀតបំពេញកិច្ចការដែលត្រូវបង្ហាញហ្នឹងគឺមានវិជាការផ្សេងកថាខណ្ឌការកម្រងការតែងកំណាព្យហើយបំណិនគឺខ្លឹមសារកថាការបង្ហាញការអានផ្សេងនិងការជជែកពិភាក្សាវែងញែកផ្សេងជាដើម
តមកទៀតមានវិធីការសួរតមាត់ការអង្កេតរបស់គ្រូការសួរតមាត់គឺការសួរសំណួរមិនផ្លូវការនិងក្រៅផ្លូវការការអង្កេតរបស់គ្រូគឺបែបផ្លូវការក៏វាបែបមិនផ្លូវការដូចគ្នាចាការវិនិច្ឆ័យតម្លៃរបស់សិស្សការវិនិច្ឆ័យតម្លៃរបស់សិស្សគឺជាការស្ទាក់ទង់មតិដើម្បីស្ទាក់ទង់មតិបានយើងត្រូវចង់កម្រងសំណួរការកំណត់ពិន្ទុផលបទថ្មីឆ្លុះបញ្ចាំងវិនិច្ឆ័យតម្លៃអត្ថអីផ្សេងជាដើមចាបន្ទាប់មកBloom តាក់សូណូមីផ្នែកពុទ្ធិBloom តាក់សូណូមីដល់ពុទ្ធិគឺជាលក្ខណៈបែបការបង្រៀនបែបសម័យថ្មី2021គឺការI do we do មានន័យថាគ្រូធ្វើសិស្សនិងគ្រូធ្វើបន្ទាប់មកសិស្សធ្វើខ្លួនឯងគឺជាការយល់ដឹងបែបសម័យសតវត្សទី21ចាតមកលទ្ធផលរំពឹងទុកក្នុងរយៈពេលខ្លីគឺជាការតេស្តសាកល្បងពីមេរៀនដែលយើងរៀនបានរយៈពេល 2-3 ថ្ងៃហើយធ្វើការតេស្តឬក៏ប្រឡងសម្រាប់យើងតេស្តមើលសមត្ថភាពសិស្សតាមការយល់ដឹងរបស់សិស្សនឹងមិនដែរអីចឹងតើការកម្រិតតើចំណេះដឹងនិងការយល់និងការអនុវត្តចំណេះដឹងនឹងវាមិនដែរតើគាត់នឹងចេះវិនិច្ឆ័យចេះអីផ្សេងៗហ្នឹងចឹងចាតមកទៀតលក្ខណៈសមាធិនៃលក្ខណៈវិនិច្ឆ័យការកំណត់ការវិនិច្ឆ័យដោយគ្រូលើការអនុវត្តចំណេះដឹងរបស់សិស្សច្បាស់ចំពោះអ្នកដទៃចាប្រភេទនៃលទ្ធផលសិក្សារំពឹងទុកបែបពុទ្ធិមាន3ប្រភេទគឺចំណេះដឹងការយល់និងការផ្ដល់ហេតុផលការយល់មានពីរប្រភេទយល់ធម្មតានិងយល់ស៊ីជម្រៅយល់ធម្មតាមានន័យថាយល់បែបរាក់យើងន័យថាយើងឆាប់យល់បែបសង្ខេបលក្ខណៈថាយកចម្លើយខ្លួនឯងយកមកនិយាយហើយមួយទៀតយល់បែបស៊ីជម្រៅមានន័យថាអាចកូនសិស្សនឹងដឹងពីចំណុចសំខាន់អ្វីមួយពីខ្លឹមសារមេរៀនការផ្ដល់ហេតុផលពាក់ព័ន្ធនឹងការប្រើប្រាស់ខួរក្បាលដោយទាញយកចំណេះដឹងមកប្រើប្រាស់ដើម្បីសម្រេចកិច្ចការដូចជាការដោះស្រាយបញ្ហាការសម្រេចចិត្តការសន្និដ្ឋានភាពច្នៃប្រឌិតនិងការប្រកបដោយចលនញ្ញាណការកំណត់សមាតិកម្មទូទៅដើម្បីធ្វើកិច្ចការខាងលើនេះបានតម្រូវមានធាតុពីរបំណិនប្រើប្រាស់ខួរក្បាលនិងចំណេះដឹងការទី4លក្ខណៈវិនិច្ឆ័យនិងការជ្រើសរើសលទ្ធផលសិក្សារំពើទុកក្នុងមួយពេលសិក្សាចាលក្ខណៈរំពឹងទុកគឺមានការទី1មានចំនួនសមស្របទី2សរសេរស្រួលយល់ទី3បន្សីគោលដៅសិក្សាស្ថាប័ននិងបំណិនសតវត្សទី21ទី4ជំរុញប្រឈមតែសិស្សអាចធ្វើបានទី5បន្សីគ្នាជាមួយទ្រឹស្ដីឬគោលការណ៍បង្រៀននិងមានជំរុញនិងជំរុញទឹកចិត្តសិស្សចាអរគុណច្រើនមានតែប៉ុណ្ណឹងចាអរគុណច្រើន